តបទទី25ទើបតែហ៊ានធ្វើពួកយើងប្រហែលជាម្នាក់ដែលធ្លាប់មានក្តីស្រមៃហើយក្តីស្រមៃនោះយើងក៏ប្រហែលជាយល់ថាវាធំសម្បើមណាស់វានៅឆ្ងាយណាស់វាមិនស័ក្តិសមនឹងសមត្ថភាពឬស្ថានភាពជីវិតយើងទាល់តែសោះដោយសារការយល់ឃើញនិងការគិតបែបនេះហើយទើបបានជាធ្វើឲ្យមនុស្សមួយចំនួនក៏អាចជារូបយើងផងដែរគឺលែងមានចិត្តក្លាហានបោះជំហានឈានទៅរកក្តីសុបិនទាំងនោះបន្តទៀតបោះបង់វាចោលនៅពាក់កណ្ដាលទីនិងឈប់គិតគូរអំពីវាតទៅទៀតដែរក៏ប៉ុន្តែក្តីស្រមៃនោះវាមិនបានចាក់ចេញពីជម្រៅដួងចិត្តរបស់យើងនោះឡើយគ្រាន់តែថាវាលែងคล้ายជាបន្ទុកនៅក្នុងចិត្តយើងទៀតហើយភាពឆេះឆួលក្នុងការធ្វើវាក៏លែងមានទៀតដែរពិតណាស់ប្រហែលជាអាចឈានដល់ដំណាក់កាលណាមួយឬពេលវេលាណាមួយយើងក៏យល់ថាយើងគួរតែត្រឡប់ទៅរកក្តីស្រមៃនោះសាជាថ្មីហើយយើងក៏ចាប់ផ្ដើមបោះជំហានឈានទៅរកវាម្ដងទៀតត្រង់ចំណុចនេះយើងក៏ប្រហែលជាគិតថាវាដូចជាយឺតពេលបន្តិចហើយក៏ប៉ុន្តែខ្ញុំចង់ឲ្យមិត្តអ្នកអានចងចាំថាគ្រប់ការចាប់ផ្ដើមទាំងអស់វាមិនដែលហួសពេលនោះឡើយដរាបណានៅមានដង្ហើមនៅមានឆន្ទៈក្នុងការធ្វើវាទោះចាប់ផ្ដើមយឺតឬលឿនវាមិនសំខាន់នោះទេផ្ទុយមកវិញអ្វីដែលសំខាន់ជាងនេះគឺយើងអាចបង្ហើយកិច្ចការទាំងនោះបានដោយជោគជ័យទោះបីពេលនេះយើងទើបតែហ៊ានក្នុងការចាប់ផ្ដើមធ្វើនៅក្តីស្រមៃរបស់យើងក៏ពិតមែនក៏ប៉ុន្តែបើយើងធ្វើវាដោយក្តីអំណរនិងភាពរីករាយនោះចូលបន្តខិតខំប្រឹងប្រែងធ្វើរហូតដល់ពេលវេលាមួយដែលយើងអាចនឹងបង្ហើយឬបញ្ចប់កិច្ចការទាំងនោះបានដោយជោគជ័យនិងចប់សពគ្រប់ចំពោះរូបខ្ញុំក៏ដូចគ្នានៅក្នុងឆ្នាំនេះខ្ញុំមានអាយុ30ឆ្នាំទៅហើយខ្ញុំទើបតែហ៊ានចាប់កាន់ប៊ិចសារជាថ្មីដើម្បីសរសេរអត្ថបទនិងចងក្រងសៀវភៅមួយក្បាលនេះឡើងហើយវាគឺជាសៀវភៅទី1ដែលខ្ញុំបានសរសេរជាការពិតណាស់គោលបំណងក្នុងការធ្វើជាអ្នកសរសេរសៀវភៅម្នាក់គឺខ្ញុំមានវាយូរឆ្នាំមកហើយខ្ញុំចាំបានថានៅពេលដែលខ្ញុំក្លាយជាម្នាក់ដែលចាប់ផ្ដើមចេះនិងចូលចិត្តអានសៀវភៅខ្ញុំក៏គិតដោយសួរខ្លួនឯងថាតើខ្ញុំខំអានសៀវភៅធ្វើអ្វីបើខ្ញុំអានហើយខ្ញុំមិនព្រមយកចំណេះដឹងទាំងនោះទៅធ្វើអ្វីមួយយ៉ាងឲ្យលេចចេញជារូបរាងណាមួយផងនឹងខ្ញុំក៏គិតបន្តទៀតថាខ្ញុំគួរតែក្លាយជាអ្នកនិពន្ធសៀវភៅម្នាក់ប៉ុន្តែខ្ញុំបែរជាយល់ថាខ្ញុំខ្លួនឯងគ្មានសមត្ថភាពនឹងធ្វើវានោះទេខ្ញុំបានទុកក្តីស្រមៃនោះចោលព្រមទាំងកប់ទុកចោលនៅអត្ថបទមួយចំនួនដែលខ្ញុំធ្លាប់បានសរសេរកាលពីប្រមាណឆ្នាំមុននោះផងដែរចូលមកដល់ឆ្នាំ2024គម្រប់វ័យ30ឆ្នាំរបស់ខ្ញុំនេះទើបខ្ញុំចាប់ផ្ដើមប្រម៉ែប្រមូលអត្ថបទទាំងនោះមកសារជាថ្មីរួចក៏ចាប់ផ្ដើមសរសេរវាបន្ថែមទៀតនិងចងក្រងចេញជាសៀវភៅមួយក្បាលនេះឡើងនេះហើយជាពេលវេលាដែលខ្ញុំយល់ថាខ្ញុំទើបតែហ៊ានចាប់ផ្ដើមធ្វើវាគឺធ្វើនៅក្តីសុបិនរបស់ខ្ញុំឲ្យคล้ายជាការពិតមែនដំបូងឡើយខ្ញុំពិតជាពិបាកនឹងបោះជំហានឈានទៅរកវាខ្លាំងណាស់ក៏ព្រោះតែខ្ញុំបានស៊ាំទៅនឹងអារម្មណ៍ដែលយល់ថាខ្លួនឯងកំពុងស្ថិតនៅកន្លែងសុខស្រួលនិងមានភាពស្កប់ស្កល់ហើយលើសពីនេះទៅទៀតខ្ញុំគិតថាខ្លួនគ្មានសមត្ថភាពនឹងធ្វើវាបានទេហើយអ្វីដែលខ្ញុំចង់ធ្វើគឺមានអ្នកធ្វើរួចទៅហើយខ្ញុំមានគំនិតអវិជ្ជមានទាំងនេះតាំងតែពីមុនពេលដែលខ្ញុំចាប់ផ្ដើមធ្វើវាទៅទៀតគំនិតអវិជ្ជមានទាំងនេះហើយជាឧបសគ្គដ៏ធំក្នុងការរារាំងដំណើរឆ្ពោះទៅរកក្តីស្រមៃរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំពោលគឺខ្ញុំបានបង្ខាត់ពេលវេលាអស់ជាច្រើនឆ្នាំជាមួយនឹងគំនិតខុសឆ្គងទាំងនោះនៅពេលនេះទើបខ្ញុំយល់ថាបើអ្នកផ្សេងគេអាចធ្វើនៅអ្វីដែលគេស្រឡាញ់បានខ្ញុំក៏អាចធ្វើនៅអ្វីដែលខ្ញុំស្រឡាញ់ដូចគ្នាដែរព្រោះអីខ្ញុំក៏ជាម្នាក់ដែលចូលចិត្តអានសៀវភៅចូលចិត្តសរសេរនៅកំណាត់ហេតុចូលចិត្តសរសេរនៅបទចម្រៀងថ្មីៗដើម្បីច្រៀងជាការកម្សាន្តនិងជាការលើកទឹកចិត្តដល់ខ្លួនឯងនិងអ្នកដទៃនោះខ្ញុំក៏អាចសរសេរសៀវភៅបានដូចគ្នាប្រសិនណាជាខ្ញុំមានភាពក្លាហានជាងនេះមានការបដិញ្ញាចិត្តជាងនេះមានភាពជាប់លាប់ក្នុងការសរសេរជាងនេះប្រឹងប្រែងជាងនេះនិងឧស្សាហ៍ព្យាយាមជាងនេះបន្ថែមទៀតនោះម្យ៉ាងវិញទៀតអ្វីដែលខ្ញុំចង់ធ្វើទោះបីមានមនុស្សជាច្រើនរូបបានធ្វើវារួចមុនខ្ញុំហើយក៏ពិតមែនក៏មិនប្រកាសថាខ្ញុំមិនអាចធ្វើបានឯណាព្រោះតាមរយៈការងារមួយនេះ
ខ្ញុំជឿជាក់ថាខ្ញុំពិតជាអាចចែករំលែកនូវចំណេះដឹងនិងការលើកទឹកចិត្តដល់មិត្តអ្នកអានទៅតាមសមត្ថភាពនៃការស្វែងយល់របស់ពួកគេម្នាក់ៗជាចុងក្រោយនេះមិនថាក្តីសុបិនឬរឿងដែលយើងចង់ធ្វើវាគឺជាអ្វីវាធំប៉ុណ្ណាវាអស្ចារ្យប៉ុណ្ណាហើយយើងយល់ថាវានៅឆ្ងាយខ្លាំងប៉ុណ្ណានោះទេប្រសិនណាជាយើងពិតជារកឃើញថាវាពិតជាគោលបំណងឬក្តីស្រមៃរបស់ខ្លួនមែននោះហើយវាក៏មិនបង្កផលប៉ះពាល់ដល់មនុស្សជាតិឬសង្គមជាតិផងនោះចូលក្លាហានបោះជំហានឈានចេញពីទីសុខស្រួលនិងភាពស្កប់ស្កល់ជ្រុលពេករបស់ខ្លួនហើយចាប់ផ្ដើមសាកល្បងធ្វើវាទៅគ្រប់យ៉ាងទាល់តែសាកល្បងទើបបានដឹងទើបបានយល់និងអាចពាល់ត្រូវម្យ៉ាងវិញទៀតមិនថាយើងចាប់ផ្ដើមលឿនឬយឺតនោះទេអ្វីដែលសំខាន់នោះគឺយើងអាចធ្វើវាដោយក្តីរីករាយនិងអាចបញ្ចប់វាបានដោយជោគជ័យតោះសាកល្បងធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត